ជំរាបសួរអ្នកគ្រូនិងជំរាបសួរបងបងគ្រូសាស្ត្រទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះខ្ញុំមកក្រុមទី1នឹងណែនាំអ្នកទាំងអស់គ្នាអំពីរបៀបលេងល្បែងមួយដែលល្បែងរបស់ខ្ញុំនឹងមានឈ្មោះថាល្បែងឆ្នៃប្រឌិតតែល្បែងខ្ញុំនឹងលេងល្បែងឲ្យកុមារនឹងពីពណ៌អានាមពីផ្លែឈើគឺមុនដំបូងគឺមានបានទៅពីផ្លែឈើនេះដែលខ្ញុំមានផ្លែស្កានេះមានប៉ោមមានផ្លែស្វាយមានក្រូចមានផ្លែអន្លក់ចាហើយនៅមានផ្លែមៀនអញ្ចឹងគឺយើងមានបានទាំងអស់នេះគឺយើងឲ្យកុមារចំនួនម្នាក់ឡើងមកចាប់បាននឹងដែលបាននេះគឺយើងដាក់នៅក្នុងថង់ទឹករបស់យើងនេះអញ្ចឹងឲ្យកុមារចំនួនម្នាក់ឡើងមកចាប់បាននេះឡើងមកចាប់ហើយឧទាហរណ៍ថាគាត់ចាប់ប៉ះផ្លែអន្លក់អញ្ចឹងគាត់មើលខ្លួនគាត់អត់មានបង្ហាញទៅមិត្តភក្តិរបស់គាត់ទេអញ្ចឹងគាត់មើលថាអានឹងគឺជាផ្លែអន្លក់ហើយគាត់ក៏ពិពណ៌នាអំពីផ្លែឈើនឹងទៅប្រាប់មិត្តភក្តិរបស់គាត់នៅកន្លែងអង្គុយហ្នឹងណាក៏ពិពណ៌នាថាផ្លែអន្លក់នេះវាមិនវាមានរាងមូលវាមានពណ៌បៃតងឬក៏វាមិនវាមានគ្រាប់ពណ៌ខ្មៅវាមានពណ៌សាច់វាពណ៌ក្រហមអញ្ចឹងនៅពេលដែលគាត់ពិពណ៌នារូបរាងដូចជារសជាតិផ្លែឈើនេះហើយគឺកុមារនៅកន្លែងគឺធ្វើការទាយថាជាផ្លែឈើអ្វីចាអញ្ចឹងយើងនឹងចាប់ផ្ដើមលេងល្បែងនេះទាំងអស់គ្នាចាអញ្ចឹងអ្នកទៅមកខាងកូនម្នាក់ឡើងចាប់ឈើហើយកូនទាកូនឡើងមកចាប់ហើយកូនពីយករបស់កូនទៅឲ្យគាត់ទាណាផ្លែហ្នឹងវាគ្រាប់វាមូលតូចហើយសម្បកវាពណ៌លឿងសាច់វាពណ៌សគ្រាប់វាពណ៌ខ្មៅហើយរសជាតិវាផ្អែមមានស្កានេះចាធៀបกับភ័ក្រកូនមើលថាជាផ្លែគេផ្លែមានកូនលើកបង្ហាញភ័ក្រកូនផងផ្លែមានចាធៀបតែឧទាហរណ៍ចាអ្នកគ្រូហៅកូនម្នាក់ទៀតកូនកក្កដាពណ៌នេះគឺកូនស្គាល់ផ្លែហ្នឹងសាច់វាពណ៌សក្របវាពណ៌ខ្មៅហើយសម្បកវាពណ៌ផ្កាឈូកហើយក្របវាទូចទេដូចក្របល្ងពណ៌ខ្មៅមកកូនទាំងអស់គ្នាសាកទាយមើលថាជាផ្លែអ្វីកូនជម្រាបអ្នកគ្រូផ្លែស្រកានេះចាកូនកក្កដាទៅមកចាប់កូនឲ្យទៅអត់ពុកត្រូវអ្នកគ្រូមកបង្ហាញផ្លែឈើទៅមកចាប់កូនផ្លែគេថាទាំងអស់គ្នាផ្លែស្រកានេះអញ្ចឹងទៀតឲ្យកូនកក្កដាមួយចាអញ្ចឹងតើតើជាមួយនឹងល្បែងឆ្នៃប្រឌិតពីពណ៌នាមពីផ្លែឈើរបស់ក្រុមខ្ញុំគឺបានបញ្ចប់តែប៉ុណ្ណេះអញ្ចឹងសូមអរគុណអ្នកគ្រូនិងគ្រូសាស្ត្រទាំងអស់គ្នាដែលចូលរួមទស្សនាវីដេអូនេះចាំបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមឲ្យអ្នកទាំងអស់គ្នាជួយកែលម្អផងចាសូមអរគុណបាយបាយ